អ្នកណាគេថា trade មាសស្រួលយកលុយមើលអ្នកនរគ្នាណាគេដឹងជួយ comment នៅខាងក្រោមវីដេអូនឹងមួយមើលព្រោះទីផ្សារមួយនេះបើសិនជាយើងអត់មានភាពអំណត់ទេគឺយើងអត់អាចយកផលចំណេញពីវាបានទេជាក់ស្ដែងនេះបងប្អូនអ្នកគ្នាដូចជាទីផ្សារមួយនេះខ្ញុំបានធ្វើវាកាលពីម្សិលមិញអញ្ចឹងបើសិនជាគ្នាយើងដែលបានមើលវីដេអូរបស់ខ្ញុំកាលពីម្សិលមិញប្រហែលជាដឹងហើយនេះវាធ្លាក់មកដល់កន្លែងដែលយើងទិញបន្ទាប់មកគឺវាអត់ឡើងទៅដល់ថៃកេតដែលយើងចង់បានព្រាមទេគឺវានៅកតេហ្នឹងទម្រាំតែវាទៅដល់រហូតទៅដល់យប់បងប្អូនអរគ្នាតាំងពីព្រឹករហូតទៅដល់យប់អានេះវាឡើងនេះពេលម៉ោងព័ត៌មានណាបាទព្រោះថាយប់មិញហ្នឹងគឺមានម៉ោងព័ត៌មានអញ្ចឹងពេលដែលវាចេញព័ត៌មានហើយគឺវាកត្រាក់ឡើងទៅលើយកហ្មងរហូតបានដល់ថៃកេតរបស់យើងអញ្ចឹងតាំងពីព្រឹកមករហូតទៅដល់ម៉ោងម៉ាន10យប់មិនងាយទេបើមិនជាយើងអត់មានភាពអំណត់គឺប្រកាសជាអត់ទទួលបានផលចំណេញទេចឹងសរុបមកវិញការ trade តម្លៃហាងឆេងមាសនេះគឺមិនស្រួលទេតើតែយើងមានភាពអំណត់ហើយទាមទារឲ្យយើងស្វែងយល់កាន់តែច្បាស់អំពីទីផ្សារមួយនឹងទៀតចឹងបងប្អូនកុំឃើញគេស្រួលគឺបងប្អូនសម្រុកតាមគេគឺខ្ញុំអត់ recommend ទេខ្ញុំ recommend ឲ្យអ្នកនរគ្នាស្វែងយល់បន្ថែមឲ្យបានស៊ីជម្រៅសិនបានយើងប្រឡូកចូលជាមួយនឹងវិស័យមួយហ្នឹង